របៀបដូរលុយ smart $1 និងដូរលុយ mid phone $1 ប្រើឲ្យបានយូរគេដូរបែបម៉េចគេធ្វើបែបម៉េចបងប្អូនទាំងអស់គ្នាបងប្អូនខ្លះគាត់ថាគាត់ដូរទៅប្រើមិនបានមួយថ្ងៃពីរថ្ងៃអញ្ចឹងអស់ហើយបងប្អូនណាប្រើបន្តិចអស់អញ្ចឹងណាអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យបងប្អូនយើងបាទដូរធ្វើម៉េចដើម្បីឲ្យការប្រើប្រាស់របស់យើងបានយូរថ្ងៃបងប្អូនណាបាទនឹងឲ្យយើងចំណេញច្រើនអញ្ចឹងបងប្អូនទាំងអស់គ្នាគឺជាដំបូងបងប្អូនអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងចូលមកកន្លែងការ call របស់យើងមកបាទបងប្អូនបាទនឹងទូរស័ព្ទរបស់យើងមានការ call ណាបាទចុចចូលកន្លែងការ call មកបាទនៅពេលណាដែលយើងចុចចូលមកកន្លែងការ call អញ្ចឹងយើងត្រូវមានទឹកលុយសិនបើសិនតែយើងចង់ដូរបងប្អូនណាអញ្ចឹងយើងឆែកទឹកលុយយើងសិនតើមាននៅយើងបានបញ្ចូលនៅបងប្អូនណាបាទអញ្ចឹងបើអត់តាន់បញ្ចូលទេបងប្អូនបញ្ចូលកាតទៅហើយមកបាទអញ្ចឹងចូលទៅឆែកមើលទឹកលុយ smart គេឆែកមិនបងប្អូនបាទអញ្ចឹងបងប្អូន smart ដើម្បីចូលទៅមើលទឹកលុយគេចុចផ្កាយបាទចុចផ្កាយ1201បាទបងប្អូនផ្កាយ1201ធុងជ្រូកបាទហើយបញ្ជូនបងប្អូនណាបាទយើងអាហ្នឹងរបៀបឆែកទៅមើលទឹកលុយដែលយើងបានបញ្ចូលហើយបាទចូលទៅឆែកទឹកលុយដែលយើងបានបញ្ចូលហើយប្រព័ន្ធ smart អញ្ចឹងបងប្អូនវាយតាមខ្ញុំមកផ្កាយ1201ធុងជ្រូកបន្តមកបងប្អូនចុចនេះកន្លែងហ្នឹងមកណាបាទបញ្ជូនទៅហ្នឹងហើយចាំមើលយើងមានទឹកលុយប្រមាណដែលយើងចង់ដូរណាបាទបងប្អូនទាំងអស់គ្នាអញ្ចឹងទឹកលុយរបស់យើងមាន$1បងប្អូនណាបាទហ្នឹងហើយអញ្ចឹងយើងដើម្បីយើងចូលទៅដូរលុយ$1 smart បងប្អូនទាំងអស់គ្នាយើងចុច cancel មកបាទអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងនេះមកណាបាទដើម្បីចូលទៅដូរលុយដើម្បីឲ្យប្រើបានយូរថ្ងៃបងប្អូនទាំងអស់គ្នាគឺយើងចុចផ្កាយបាទដូរលុយ smart ណាបាទចុចផ្កាយ10កុដផ្កាយលេខ100ផ្កាយបងប្អូនចុចលេខ1មកបាទលេខ1បងប្អូនចុចធុងជ្រូកមកបាទអញ្ចឹងបងប្អូនយើងនេះមើលម្ដងទៀតផ្កាយយើងវាយផ្កាយ10កុដផ្កាយលេខ100ផ្កាយលេខ1ធុងជ្រូកបន្តមកយើងបញ្ជូនណាបាទចុចកន្លែងនេះបញ្ជូនអូខេបន្តមកគេស៊ូយើងតើអ្នកចង់បដូរកម្រងហើយលែងឈ្នះរង្វាន់ពីកង់សំណាង smart ល្អណាគេស៊ូយើងណាអញ្ចឹងយើងចុចលេខ1មកបាទដើម្បីបដូរចុចលេខ1ហើយយើងចុច send មកបាទបន្តមកបងប្អូនអ្នកនឹងទទួលបានសារនៅក្នុងពេលបន្តិចទៀតនេះបាទអញ្ចឹងបងប្អូនចុច OK មកហ្នឹងហើយយើងរងចាំសារអ្នកបងប្អូនសារមកនេះបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអ្នកបានភ្ជាប់គម្រោង smart ល្អ data មួយបានដោយជោគជ័យអ្នកមានទិន្នន័យអ៊ីនធឺណិតចំនួន 8G មេហ្គាបៃបងប្អូនណាហ្នឹងហើយអញ្ចឹងការប្រើប្រាស់វាមាន60នាទីនិងសារមាន60ដែរបងប្អូនណាបាទសុពលភាពនៅថ្ងៃទី29ខែ4ឆ្នាំ2025អញ្ចឹងទៅបងប្អូនណាហ្នឹងហើយអញ្ចឹងការដូរ smart គឺបងប្អូនយើងចំណេញច្រើនការបដូរបែបហ្នឹងណាបាទហើយចុះបើសិនតែយើងចង់បដូរ mid phone វិញបងប្អូនបើសិនតែយើងចង់បដូរ mid phone គេត្រូវបដូរបែបម៉េចបងប្អូនណាបាទអញ្ចឹងសម្រាប់បដូរ mid phone បងប្អូនចុចចូលកន្លែងនេះមកបាទអញ្ចឹងខ្ញុំប្រាប់អំពីរបៀបឆែកលុយ97មួយទៀតបងប្អូនណាបាទរបៀបឆែកលុយ97គឺឆែកមិនអញ្ចឹងបងប្អូនឆែកលុយ97បងប្អូនយើងចុចផ្កាយ1536ផ្កាយបងប្អូនយើងចុច097ធុងជ្រូកបញ្ជូនទៅបងប្អូនណាបាទហ្នឹងហើយអាហ្នឹងយើងឆែកមើលលុយរបស់យើងណាបាទចុះបើយើងដូរលុយវិញបងប្អូនយើងដូរលុយវិញដូចថាយើងឆែកមើលលុយហើយយើងចង់ដូរលុយបងប្អូនចុចលុបសិនមកយើងចង់ដូរលុយដើម្បីឲ្យប្រើអ៊ីនធឺណិតបានយូរថ្ងៃបងប្អូនទាំងអស់គ្នាណាចំណេញយើងដូរចំណេញណាបងប្អូនចុចផ្កាយមកបាទចុចផ្កាយបាទចុចផ្កាយ1535ផ្កាយណាបាទផ្កាយ1535ផ្កាយបន្តមកបងប្អូនវាយនេះមកណាបាទបងប្អូនវាយលេខ8មកវាយលេខ8ហើយបងប្អូនចុចធុងជ្រូកមកបាទបងប្អូននេះផ្កាយ1535ផ្កាយលេខ8ធុងជ្រូកយើងចុចបញ្ជូនទៅបងប្អូនណាអាហ្នឹងយើងដូរចំណេញណាបងប្អូនណាបាទយូរថ្ងៃប្រើបានយូរថ្ងៃបងប្អូនណាបាទហ្នឹងហើយបាទចាំបងប្អូនយើងណូតទុកទៅចំណាំទុកទៅបងប្អូនណាបាទហ្នឹងហើយយើងថតទុកទៅពេលណាដែលយើងចង់បដូរប្រើ97ដូរលុយឲ្យបានប្រើឲ្យបានយូរថ្ងៃគឺយើងវាយតាមខ្ញុំអញ្ចឹងមកណាបាទអាហ្នឹងយើងប្រើបានដូចនេះអញ្ចឹងដូច smart អញ្ចឹងបងប្អូនណាបាទហ្នឹងហើយយូរថ្ងៃអ
ហ្នឹងហើយបើមិនចឹងទេយើងប្រើអត់បានយូរថ្ងៃទេបងប្អូនណាបាទហ្នឹងហើយងាកអស់មួយថ្ងៃអស់ឬមួយក៏2ថ្ងៃអស់អាហ្នឹងបើយើងប្រើប្រាស់ច្រើនណាបាទហ្នឹងហើយចឹងបងប្អូនអាចអនុវត្តឲ្យធ្វើ